បាត់ពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំបូមទឹកដោះឲ្យកូនមុំដំបូងគាត់អាសាឆ្អេះឆ្អល់ពោះចង់បាក់ទឹកចិត្តក្នុងការបូមឲ្យកូនណាឲ្យកូនមុំដោយសារតែគាត់មុំនេះរបៀបថាដូចអត់សូវស្រួលពោះបែបមិនចឹងគាត់ថាមកពីទាំងបញ្ហាទឹកដោះផងណាមួយយើងថ្មងថ្មីដែរអញ្ចឹងអត់សូវដឹងថាទឹកដោះខ្ញុំវាច្រើនគួសមដែរអញ្ចឹងខ្ញុំយកទៅប្រកបខ្លះហើយទឹកដោះខ្លះខ្ញុំបូមមកថ្មីអញ្ចឹងខ្ញុំក៏ចង់ចាប់ផ្ដើមលាយព្រោះដោយសារតែរយៈពេល2ខែអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកទឹកដោះចាស់ហ្នឹងយកមកផ្សាំជាមួយឲ្យកូនមុំបដាអញ្ចឹងព្រោះខ្ញុំចង់បានអត់ធ្វើចង់ទុកយូរទេយកអាចាស់ឲ្យកូនមុំខ្លះលាងមួយថ្មីដែលយើងបូមបានភ្លាមហ្នឹងទៅហើយយើងមានអាថ្មីអញ្ចឹងគឺយើងដាក់ប្រកបបន្តគ្នាអញ្ចឹងណាហើយពិបាកដែលខ្ញុំសង្កេតមើលទី1គឺកូនមុំអត់តន់ទេនៅពេលដែលយើងដាក់បើក្បាលរ៉ូម៉ាណេឬក៏យើងដាក់ត្រាំជាមួយទឹកក្តៅអ៊ុនគឺពិបាកក្នុងការមុំមែនតើកូនយំរហូតនៅពិសេសកូនមុំហើយរបៀបថាគាត់រៀងឆ្អេឆ្អល់ពោះអត់សូវស្រួលខ្ញុំក៏សម្រេចចិត្តប្រើប្រាស់ជាមួយម៉ាស៊ីនកម្ដៅទឹកដោះនេះដើម្បីឲ្យមានភាពងាយស្រួលហើយគឺយើងកុំឲ្យពិបាកក្នុងការគ្រប់គ្រងសីតុណ្ហភាពអញ្ចឹងហើយនេះខ្ញុំមកប្រាប់ពីរបៀបប្រើតែម្ដងដំបូងខ្ញុំគាត់តែចាក់ទឹកចូលក្នុងនឹងមកចាបន្ទាប់មកនេះមាន function នៅក្នុងនឹងពិសេសមែនតើហ្មងម៉ាក់មិនធំតែយើងកម្ដៅទឹកដោះបានទេនៅពេលដែលវាយកូនញ៉ាំបបរគឺយើងអាចឲ្យកូនចាដាក់កម្ដៅបបរឲ្យបានទៀតទៅសីតុណ្ហភាពដែលយើងកម្ដៅទឹកដោះពី36ទៅ40ប៉ុន្តែគ្រាន់តែម៉ាស៊ីននេះគឺអូតូគឺត្រឹម40អីអញ្ចឹងគឺខ្ញុំស្រួលចិត្តត្រង់ឡើងហ្នឹងគឺអត់ពិបាកគ្រាន់តែចុចប៊ូតុងទៅយើងចុចដល់កន្លែងប៊ូតុងថាកន្លែង function ហើយបន្ទាប់មកយើងដាក់កន្លែង warm meal ហ្នឹងទៅគឺអូខេនាទីលោតខ្លួនឯងពេលខ្ញុំប្រើប្រាស់ម៉ាស៊ីននេះមកគឺខ្ញុំបានធូរចិត្តឲ្យកូនមុំបានច្រើនណានិយាយទៅគឺគាត់មុំយកហ្មងអត់ពិបាកអេហើយកលឹះពិសេសមួយទៀតម៉ាក់ចង់ឲ្យទឹកដោះយើងឆាប់ក្តៅបានល្អអញ្ចឹងកលឹះមួយទៀតក្នុងការកម្ដៅទឹកដោះបានល្អម៉ាក់ពេលដែលម៉ាក់ចាក់ទឹកអូក្នុងករណីថាកូនមុំ5លេខអញ្ចឹងយើងអាចចាក់ធំកន្លះឬក៏លើសកន្លះដបបន្តិចកន្លះដបដែលកូនមុំហ្នឹងណានេះដូចក្នុងរូបចាក់ស្ដែងបែបហ្នឹងបងអាចដាក់អញ្ចឹងទៅគឺទឹកដោះយើងឆាប់បានឲ្យកូនមុំហើយសម្រាប់ម៉ាស៊ីននេះខ្ញុំមានលក់នៅក្នុង page របស់ខ្ញុំចាប់អារម្មណ៍អាចតាក់ទងជួប page បាន